អភិបាលខេត្តកំពង់ចាមប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន3គ្រឿងជូនប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកកំពង់សៀមនិងស្រុកកោះសុទិនអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចិន្តាលោកបានអញ្ជើញប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន3គ្រឿងជូនប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងស្រុកកំពង់សៀមនិងស្រុកកោះសុទិននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីជួយអន្តរាគមន៍បញ្ហានានាជូនប្រជាពលរដ្ឋដែលពិធីប្រគល់និងទទួលរថយន្តពន្លត់អគ្គិភ័យនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី2ខែមិថុនាឆ្នាំ2025នៅសាលាខេត្តកំពង់ចាមឯកឧត្តមអ៊ុនចិន្តាអភិបាលខេត្តលោកក៏បានឲ្យដឹងថារថយន្តពន្លត់អគ្គិភ័យចំនួន3គ្រឿងនេះជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិតណេតសវឿនឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមតាមរយៈឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងនោះ2គ្រឿងប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរកានិងប៉ុស្តិ៍រដ្ឋបាលកោះសំរោងនៃអធិការឋាននគរបាលស្រុកកំពង់សៀមនិងមួយគ្រឿងទៀតប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសុទិននៃអធិការឋាននគរបាលស្រុកកោះសុទិនបើតាមលោកវរៈស្នេហ៍ឯកយ៉នឌិននាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឲ្យដឹងថាខេត្តកំពង់ចាមមានរថយន្តពន្លត់អគ្គិភ័យសរុប17គ្រឿងរថយន្តស្ទូច1គ្រឿងក្នុងនោះស្នងការដ្ឋាននគរបាលខេត្តមានចំនួន4គ្រឿងអធិការឋាននគរបាលស្រុកបាធាយមាន2គ្រឿងស្រុកស្រីសន្ធរមាន2គ្រឿងស្រុកព្រៃឈរមាន2គ្រឿងនិងនៅតាមបណ្ដាក្រុងស្រុកទាំង7ទៀតមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងដូចគ្នាដោយឡែកថ្ងៃនេះយើងក៏បានទទួលអំណោយរថយន្តពន្លត់អគ្គិភ័យចំនួន3គ្រឿងផងដែរនាងខ្ញុំអែមហៀងធ្វើសេចក្តីរាយការណ៍ពីខេត្តកំពង់ចាម